បានលោកពូមិនពិតទេថាម៉េចមិនពិតប្លយមួយហើយនិយាយអញ្ចឹងបាទពូកុំស្ដាប់វានិយាយអីប្រាប់លោកអ៊ុំតាមត្រង់ទៅអាម៉ាប់ថាយើងមកលួចមើលកូនស្រីគាត់ងូតទឹកនោះស្អីគេពួកឯងនាំគ្នាមកមើលកូនយើងងូតទឹកផងយើពួកអាថ្លើមដោះរោមមានណាលោកពូថ្លើមពួកខ្ញុំមានតន់ដោះរោមឯណាយើតមកអញទៀតយើពួកឯងរឿងបីសាច់ចំឡែកមានផ្ទះពីររស់នៅជិតគ្នាផ្ទះមួយមានឈ្មោះថាអាម៉ាប់ហើយផ្ទះមួយទៀតមានឈ្មោះថាអាផ្លយពួកគេជាមិត្តជិតខាងនឹងគ្នាអាផ្លយតើថ្ងៃនេះឯងទៅណាឬអត់ថ្ងៃនេះអញដូចគ្មានអារម្មណ៍ទៅណានោះទេអញ្ចឹងថ្ងៃមិនទៅណាអញចង់ឲ្យឯងជូនអញទៅនោះមួយផ្លេតទៅណាវិញអាម៉ាប់ឯងឲ្យយើងជូនឯងទៅណាយើងចង់ឲ្យឯងជូនយើងទៅផ្ទះអូនតៃមួយផ្លេតនោះណាអ៊ីយ៉ាឯងលួចស្រឡាញ់អូនតៃមែនណាបានឲ្យអញជូនទៅអញមិនលក់បងឯងនោះទេអញលួចស្រឡាញ់អូនតៃយូរណាស់ហើយអ៊ីយ៉ាកូនគេឡើងស្អាតហើយឯងទៅលួចស្រឡាញ់កូនគេមិនមើលរៀងខ្លួនឯងសាហើយវាយ៉ាងម៉េចអញធាត់អញស្រឡាញ់មិនបានថាមិនត្រូវអូនតៃក៏លួចស្រឡាញ់អញដែរក៏មិនដឹងភើយបើនាងលួចស្រឡាញ់ឯងមានតែនាងខ្វាក់ភ្នែកឥឡូវឲ្យកុំតន់និយាយច្រើនទៅជាមួយអញអត់បានឃើញនាងអញស៊ីបានមិនចូលសោះពេលនិយាយគ្នាហើយពួកគេក៏នាំគ្នាធ្វើដំណើរចេញទៅផ្ទះអូនតៃយើងមកដល់ហើយឯងជួយសម្លឹងមើលតើអូនតៃនៅផ្ទះឬអត់ឯចាំពុកនាងនៅអត់ហ៎បើសិនជាពុកនាងមិននៅយើងចូលទៅលេងនាងនៅខាងក្នុងតែម្ដងទៅវាមិនស្រួលឯងទៅរកក្បាលពុថៅមែនឪគេនៅក្នុងផ្ទះនឹងជួយមើលទៅឃើញនាងចាំយើងស្រែកហៅនាងមកទីនេះណែហាវាមកលំបាកដល់ទាំងអញទៀតបើឪគេមកមិនងាប់ទាំងអញទេអីគ្រាន់តែអាផ្លយនិយាយឡើងប៉ុណ្នេះឪពុកនាងតៃបាននៅពីក្រោយខ្នងពួកគេតែម្ដងគាត់ក៏និយាយទៅថាណែអាពីក្បាលឲ្យពួកឯងមកអើតលើមើលអីអាម៉ាប់អាផ្លយជុំអូក្មេកពីណាគេឲ្យក្មេងអាម៉ាប់ឲ្យពួកឯងមកធ្វើអីនៅទីនេះបានលោកអ៊ុំខ្ញុំដើរកាត់ទីនេះក៏ថារកចូលទៅលេងលោកអ៊ុំយើងស្គាល់ពួកឯងតាំងពីនៅក្មេងពួកឯងនឹងមែនតែមកចង់លេងផ្ទះយើងនឹងនិយាយឲ្យត្រង់មកឯងមកលួចមើលកូនតៃរបស់យើងមែនបានលោកអ៊ុំលោកអ៊ុំសួរអាម៉ាប់ទៅខ្ញុំមកតាមវាទេមើលអាម៉ាប់ឯងនិយាយមកមើលបើលោកអ៊ុំខ្ញុំមកសួរសុខទុក្ខអូនតៃលេងនឹងណាច្បាស់អត់ថាពួកឯងមកសួរសុខទុក្ខកូនរបស់យើងបានលោកពូមិនពិតទេថាម៉េចមិនពិតប្លយមួយហើយនិយាយអញ្ចឹងបាទពូកុំស្ដាប់វានិយាយអីប្រាប់លោកអ៊ុំតាមត្រង់ទៅអាម៉ាប់ថាយើងមកលួចមើលកូនស្រីគាត់ងូតទឹកនោះស្អីគេពួកឯងនាំគ្នាមកមើលកូនយើងងូតទឹកផងយើពួកអាថ្លើមដោះរោមមានណាលោកពូថ្លើមពួកខ្ញុំមានតន់ដោះរោមឯណាយើតមកអញទៀតយើពួកឯងពេលនោះស្រាប់តែឪពុកអូនតៃក៏បានដេញកាប់ពួកគេដែលគាត់គិតថាពួកគេចង់មកលួចមើលកូនស្រីរបស់គាត់កំពុងតែងូតទឹកពេលទៅដល់កន្លែងមួយចៃទៅនិយាយប្រាប់ឪពុកអូនតៃអញ្ចឹងទៅវិញអញមិនដឹងនិយាយថាម៉េចក៏និយាយអញ្ចឹងហ្មងតែស្អីអីមិនដឹងនិយាយម៉េចក៏និយាយថាយើងទៅលួចមើលកូនគាត់កំពុងតែងូតទឹកឲ្យវិញឯងខ្វល់រកពាក្យនិយាយណាស់មែនចេះរត់តនឯងកុំអីចប់ទាំងពីរនឹងនៅសុកមិនសុកនាំអញមកឲ្យឪពុកគេដេញកាប់លេងអីណាចាឥឡូវឯងគិតទៅណាទៀតមានទៅណាទៀតយើងទៅផ្ទះនឹងឯងពេលនោះពួកគេក៏បានធ្វើដំណើរត្រឡប់ទៅផ្ទះវិញពេលកំពុងធ្វើដំណើរក៏ស្រាប់តែពួកគេបានជួបជាមួយនឹងបិសាចចម្លែកតើពួកឯងកំពុងទៅណាជុំអាផ្លយតើនេះជាស្អីគេក៏រូបរាងអាក្រក់ម្ល៉េះអញមិនដឹងប្រហែលជាសត្វចម្លែកទេដឹងអញមិនដែលឃើញសត្វចម្លែកអីអាក្រក់យ៉ាងនេះទេអីចាំមើលអានេះវាញ៉ៃមិនឯងគេថាសត្វចម្លែកហ្នឹងស្រស់ស្អាតមែនយើងមិនមែនជាសត្វចម្លែកនោះទេយើងជាបិសាចជុំយ៉ាអាម៉ាប់បិសាចគេសាច់លយជុំយ៉ាបងបិសាចបងឯងមកធ្វើអីនៅទីនេះនេះជាទឹកដីរបស់យើង
យើងចាំចាប់មនុស្សដែលដើរកាត់ទីនេះមកធ្វើជាអាហាររបស់យើងហា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  អាម៉ាប់តើយើងគួរគិតយ៉ាងណាតា បងបីសាយបងគុំស៊ីសាច់ពួកខ្ញុំអីសាច់ពួកខ្ញុំមិនឆ្ងាញ់នោះទេ មិនថាស្អីក៏ដោយឲ្យតែឆ្លងកាត់ទីនេះនឹងត្រូវធ្វើជាអាហាររបស់យើងហា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  តើយើងគួរធ្វើយ៉ាងណាតាអាម៉ាប់ឯងរកដំណោះស្រាយទៅ គ្មានដំណោះស្រាយអីទេក្រៅពីរត់នោះរត់ទៅ ពេលនោះពួកគេក៏នាំគ្នារត់ទៅពីបិសាចចម្លែកនោះ ហត់ណាអាម៉ាប់អញទៅមុខលេងរួចអាម៉ាប់ អានេះវាស្គមជាងអញសោះមិនក៏ឯងរត់ឆាប់ហត់ម្លេះ កំពុងតែនិយាយគ្នាបិសាចចម្លែកនោះក៏មកតាមគេពីក្រោយ នោះអាម៉ាប់វាមកតាមយើងអាម៉ាប់ មិនយូរនោះទេពួកគេក៏រត់ទៅដល់ផ្ទះពួកគេវិញ ពេលនេះយើងរួចខ្លួនហើយអាម៉ាប់ ទុំតែរត់គេចពីឪពុកអូនតីសោះមករត់គេចពីអាសត្វចម្លែកស្អីនេះទៀត មកពីឯនឹងអាម៉ាប់នៅសុកមិនសុកនាំអញទៅឲ្យគេដេញកាប់មិនតែប៉ុណ្្នឹងនៅនាំអញទៅជួបបិសាចចម្លែកស្អីនោះទៀត អូសំណាងហើយដែលវាចាប់យកមិនបាន និយាយអញ្ចឹងទីនោះមិនក៏មានបិសាចចម្លែកមកពីណាអញមិនដែលឮអ្នកណានិយាយអីសោះ មែនហើយមិនលឺអ្នកភូមិណានិយាយអីសោះអញ្ចឹង អញដឹងហើយប្រហែលជាមានអ្នកទៅទីនោះដែរតែត្រូវអាបិសាចនោះចាប់ស៊ីអស់ទៅហើយបានជាគ្មានអ្នកណាមានជីវិតមកប្រាប់ពួកយើងនឹងយើងគួរតែយករឿងនេះទៅនិយាយប្រាប់គេឬអត់ អញខ្លាចយករឿងនេះទៅប្រាប់គេហើយគ្មានអ្នកណាគេជួយយើងនោះណាបើអ្នកណាមិនស្គាល់យើងកំពូលមនុស្ស យើងចេះតែប្រាប់យកប៉ុនទៅណា កុំតន់អីយើងរាក់រឿងនេះសិនទៅអញគិតថាបើសិនជាយើងសម្លាប់សត្វចម្លែកនោះបានយើងយកមកឲ្យអ្នកភូមិមើលពេលនោះគេនឹងនាំគ្នាសរសើរយើងជាអ្នកក្លាហាន អីយ៉ាគំនិតឯងល្អម្យ៉ាងដែរតាលើកទី1ហើយតាំងពីអញស្គាល់ឯងមកឃើញឯងមានគំនិតល្អអញ្ចឹង គំនិតអញល្អណាស់តែមកពីឯងមើលមិនឃើញ គំនិតល្អរបស់ឯងតែនាំអញទៅឲ្យឪពុកគេដេញកាប់នឹងមែន អានោះមកពីឯងនឹងនិយាយផ្ដេសផ្ដាំង ឥឡូវនិយាយរឿងទៅសម្រាប់បិសាចនោះវិញឯងគឺធ្វើយ៉ាងណាដែរ ចាំស្អែកចាំយើងរកវិធីកម្ចាត់វា ល្អអញ្ចឹងឥឡូវអញទៅផ្ទះអញសិនចាំស្អែកអញត្រឡប់មកម្ដងទៀត អូចាំស្អែកឯងមកម្ដងទៀតមក ពេលនោះអាផ្លយក៏ទៅផ្ទះរបស់គេវិញលុះស្អែកឡើងគេក៏បានមកផ្ទះអាម៉ាប់ដើម្បីរកវិធីកម្ចាត់បិសាចចម្លែកនោះ យ៉ាងម៉េចហើយអាម៉ាប់ឯងរកវិធីបានហើយឬនៅ អញរកនឹកឃើញហើយ ឯងនិយាយមកអញ្ចឹងធ្វើយ៉ាងម៉េចទៅ យើងទៅរកទិញសាច់គោ10គីឡូ ទិញអីច្រើនម៉ែដល់ទៅ10គីឡូ មើលឯងស្ទប់អញនិយាយឲ្យចោកសិនមើលអញមើលទៅអាសត្វចម្លែកនឹងវាស៊ីច្រើនណាស់បើយើងទិញតែបន្តិចវាមិនចាញ់បោកយើងនោះទេយើងទិញមកហើយយើងដាក់ថ្នាំពុលនៅក្នុងនោះឲ្យវាស៊ីពេលនោះវានឹងពុលស្លាប់ជាមិនខានឡើយហា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  ហេគំនិតឯងពិតជាល្អមែនទែនអាម៉ាប់មិនចាំបាច់ហត់បន្តិចសោះតែអញខ្លាចតែវាមិនចាញ់បោកយើង មិនអីនោះទេវាឃើញសាច់ហើយមិនដែលវាមិនស៊ី តែអញខ្លាចតែបរាជ័យវាបែរជាមកស៊ីយើងវិញណា គំនិតអញមិនដែលបរាជ័យនោះទេ ពេលនោះពួកគេក៏នាំគ្នាទៅផ្សាររកទិញសាច់ដើម្បីយកទៅដាក់អន្ទាក់បិសាចចម្លែក ពេលនោះពួកគេក៏ដើរទៅដល់កន្លែងទិញសាច់ពេលទៅដល់ សួស្ដីលោកពូមានលក់សាច់គោឬអត់ពួកខ្ញុំចង់ទិញ10គីឡូ ចុំអាម៉ាប់ពួកឯងទិញយកទៅឲ្យពីណាគេបានជាទិញច្រើនយ៉ាងនេះ បាទលោកពូខ្ញុំគ្មានទិញឲ្យអ្នកណានោះទេខ្ញុំទិញយកទៅខ្លួនឯងនឹងណា ចម្លែកដល់ហើយយើងមិនដែលឃើញពួកឯងដើរទិញអីពីមុននោះទេឥឡូវមកធ្វើដើរចេះទិញសាច់ទិញអីណាដាក់ឲ្យពួកខ្ញុំមកពូដល់ពេលនោះពួកឯងនឹងដឹងហើយ
ថាពួកខ្ញុំយកសាច់នេះទៅធ្វើអ្វីនោះដឹងអ្វីទៅយើងដូចមិនយល់ពួកឯងនិយាយសោះកុំតន់យល់អីពូចាំដល់ពេលនោះពូនឹងយល់ហើយហា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 ដូចរៀងចម្លែកមិនទេពួកអាពីរអ្នកនេះណែយកទៅហើយ10គីឡូបលលោកពូចឹងពួកខ្ញុំលាពូទៅវិញហើយពេលនោះពួកគេក៏ដើរទៅផ្ទះរបស់ពួកគេវិញនេះឯងអញ្ចឹងអាម៉ាប់ឯងបានថ្នាំពុលមកពីណាដាក់ទៅក្នុងសាច់នោះឲ្យបិសាចនោះវាស៊ីអញមិនដឹងដែរតែអញមានថ្នាំកណ្ដុរអាចយកទៅដាក់បានអាម៉ាប់អានឹងក៏បានដែរវាក៏ជាថ្នាំពុលម្យ៉ាងដែរណាវាច្បាស់ជាងាប់មិនខានឡើយបើកណ្ដុរអញដាក់ទៅមួយយប់សោះងាប់អស់រលីងបើអញ្ចឹងលយជាពំខានឡើយវាលយខ្លាំងណាស់សូម្បីតែមន់អញប៉ុន្មានក្បាលក៏ងាប់ទៅអស់ដែរហើយវាទៅតាក់ទងអីនឹងមន់ឯងបានជាវាងាប់ដែរឯងច្រឡំដាក់ឲ្យពួកវាស៊ីតែដឹងបានជាងាប់អស់អញ្ចឹងមិនមែននោះទេអញយកថ្នាំកណ្ដុរនឹងទៅលាយជាមួយនឹងស្រូវហើយអញដាក់នៅក្រោមផ្ទះមានអីព្រឹកឡើងអញងើបមកឃើញវាដេកស្វាក់ទាំងអស់មានទាំងកណ្ដុរមានទាំងមន់អញ្ចឹងថ្នាំនេះពូកែខ្លាំងណាស់ដាក់តែកណ្ដុរងាប់ដល់ទាំងមន់ទៀតឯងដូចជាឆោតដល់ហើយមិនអោយពួកវាងាប់យ៉ាងម៉េចបើថ្នាំកណ្ដុរវានៅក្នុងស្រូវអញ្ចឹងទេអីហើយឯងមានយកមន់នោះទៅស៊ីដែរឬអត់ហ្នឹងបើអញស៊ីមន់នោះស្មានអញបាននៅឈរនិយាយជាមួយឯងមែនអញ្ចឹងអាបិសាចចម្លែកនោះច្បាស់ជាងាប់មិនខានឡើយពេលវាងាប់យើងយកវាចូលទៅក្នុងភូមិពេលនោះយើងនឹងក្លាយជាអ្នកក្លាហានហើយឪពុកអូនតីនឹងមើលឃើញអញជាមិនខានឡើយហា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 ពេលនោះដឹងតែលយមកឥឡូវយើងឆាប់រៀបចំវាទៅអញ្ចឹងឥឡូវយើងនាំគ្នារៀបចំទៅពេលនោះពួកគេទាំងពីរបានរៀបចំដាក់ថ្នាំចូលទៅក្នុងសាច់នោះពេលរៀបចំរួចឥឡូវយើងរៀបចំហើយតើយើងគួរទៅពេលណាដែរអញគិតថាចាំថ្ងៃស្អែកហ្មងទៅអីឲ្យថ្នាំនេះវាជ្រាបពេញសាច់សិនត្រូវហើយយើងទុកឲ្យថ្នាំនោះជ្រាបឲ្យពេញសាច់សិនទៅកុំឲ្យអាបិសាចនោះវាចាប់អារម្មណ៍ឲ្យសោះហើយចាំស្អែកចាំយើងធ្វើដំណើរចេញទៅលុះដល់ស្អែកឡើងពួកគេបាននាំគ្នាធ្វើដំណើរទៅកន្លែងបិសាចនោះរស់នៅពេលទៅដល់ពេលនេះមានមនុស្សមកធ្វើជាចំណីយើងហើយអាម៉ាប៉ាអញដេករៀងភ័យមិនទេហើយធ្វើកំភៃមើលបែកការអស់ឥឡូវហើយចូលមកធ្វើជាចំណីរបស់យើងមកហា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 បងបិសាចកុំស៊ីពួកខ្ញុំអីខ្ញុំមានសាច់ឲ្យបងឯងស៊ីសូមបងកុំស៊ីពួកខ្ញុំឡើយតើពួកឯងមានអ្វីមកឲ្យយើងនេះបងបិសាចវាគឺជាសាច់គោខ្ញុំទុំតែបានវាមកថ្មីនោះទេបងឯងស៊ីវាចុះតែសូមកុំស៊ីពួកខ្ញុំអីហា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 ពេលនេះយើងមានសាច់ស៊ីហើយហា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 ពេលនោះអាម៉ាប់ក៏បានបោះសាច់នោះទៅឲ្យបិសាចនោះស៊ីរួចបិសាចនោះក៏រើសមកស៊ីពេលគេស៊ីហើយក៏ដេកដួលនៅមួយកន្លែងហា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 ពេលនេះវាងាប់ហើយហា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 ពេលនេះវាងាប់ហើយអាម៉ាប់កម្រងការរបស់ឯងពិតជាជោគជ័យមែនចុះអញបានប្រាប់ហើយតថាកម្រងការអញមិនដែលបរាជ័យនោះទេហាហាហាមែនហើយពិតជាល្អខ្លាំងណាស់ពេលពួកគេកំពុងនិយាយគ្នានោះស្រាប់តែបិសាចក៏ងើបឡើងមកវិញហើយក៏សើចដាក់ពួកគេហា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 ពួកឯងគិតថាយើងងាប់មែនទេអាម៉ាប់មិនក៏វាងើបមកវិញអញ្ចឹងអាម៉ាប់ឯងសួរអញសួរពីណាគេបើនៅនឹងទាំងអស់គ្នានឹងមានសួរពីណាទៀតឯងសួរវាទៅមិនក៏វាងើបឡើងមកវិញអញ្ចឹងបងបិសាចមុននឹងបងឯងងាប់ហើយតមិនក៏រស់ឡើងវិញអញ្ចឹងយើងគ្រាន់តែសន្លប់ប៉ុណ្ណោះយើងមិនបានងាប់នោះទេពួកឯងបានដាក់អីនៅក្នុងសាច់នេះមែនទេបានជាយើងសន្លប់ខ្ញុំគ្មានបានដាក់អីនោះទេប្រហែលជាសាច់គោនោះបងបិសាចបងឯងអាលាក់ស៊ីជាមួយនឹងសាច់គោទីដឹងបានសន្លប់អញ្ចឹងស្អី
បីសាយឯណាចេះលាក់ស៊ីនោះយើងមិនខ្វល់នោះទេឥឡូវយើងចង់ស៊ីពួកមនុស្សឯងម្ដងហោះកុំអីបងបីសាច់កុំស៊ីពួកខ្ញុំអីទោះបើឯងស៊ីពួកខ្ញុំក៏ស៊ីមិនឆ្អែតនោះដែរអញគិតថាម៉ាប់បើវាស៊ីអញប្រហែលជាមិនឆ្អែតទេតែបើវាស៊ីឯងប្រហែលជាឆ្អែតវិញមួយហើយនេះនិយាយចឹងអាផ្លយហើយគិតឲ្យអញទៅឲ្យបិសាចស៊ីមែនអញនិយាយលេងទេអញមិនដាច់ចិត្តឲ្យបិសាចនោះស៊ីសាច់មិត្តល្អរបស់អញទៅល្អណាស់អាសម្លាញ់បើអញគិតថាអញជាមិត្តល្អរបស់ឯងហើយឆាប់ចូលទៅសម្លាប់វាទៅអើយសម្លាប់របរកាច់ឯងអីអញវាយមកឈ្នះវាអញសុំទៅមុនណាអាម៉ាប់ពេលនោះអាផ្លយក៏បានដាក់មេប្រុចទៅចោលអាម៉ាប់បាត់ទុកអាម៉ាប់ឲ្យនៅតែម្នាក់ឯងអានេះពិតជាមិត្តទូរទស្សន៍មែនវាសុខចិត្តរត់ចោលអញកុំតន់ទៅណាឆាប់បកគលខ្លួនមកឲ្យយើងស៊ីភ្លាមពួកមនុស្សពេលនោះពួកគេនាំគ្នារត់យ៉ាងលឿនត្រឡប់ទៅផ្ទះវិញពេលទៅដល់ផ្ទះអាផ្លយអាមិត្តទូរទស្សន៍មិនក៏ឯងរត់ចោលអញអញ្ចឹងអញគ្មានបានរត់ចោលឯណាអញថារត់មករកអ្នកភូមិគេទៅជួយឯហ្នឹងណាហើយកុំមកយកលេសកុំតែអញរត់លឿននោះទេកុំអីអាបីសាច់នោះវាចាប់អញស៊ីបាត់ទៅហើយអញដឹងថាឯងរត់លឿននឹងហើយបានជាអញរត់មកមុននឹងណាសោចលយទៀតអាផ្លយហើយឥឡូវគិតធ្វើយ៉ាងម៉េចទៀតបើវាមិនងល់អញ្ចឹងយើងរកនឹកគំនិតថ្មីទៅអញដូចជាស្ដាយសាច់គោដល់ហើយមិនបានជោគជ័យហើយត្រូវមកខាតសាច់គោតទេទៀតយ៉ាងម៉េចឯងស្ដាយសាច់គោមែនឯងមិនអោយយើងស្ដាយយ៉ាងម៉េចបើរាល់ថ្ងៃមិនដែលហ៊ាននឹងស៊ីរបស់ឆ្ងាញ់ផងហើយសំខាន់នោះយើងជំពាក់គេទៀតមិនអីនោះទេយើងរកនឹកគំនិតថ្មីទៅក្រាញ់លោឡងនេះយើងនឹងជោគជ័យណាអញដូចជារកនឹកអីលេងឃើញហើយឥឡូវនេះអញក៏គិតមិនទាន់ចេញដែរចាំមើលអញដេកគិតយប់នេះសិនក្រាញ់លោអញរកគំនិតថ្មីឃើញណាចាំស្អែកចាំអញត្រឡប់មកប្រាប់ឯងវិញអញ្ចឹងក៏បានដែរបើសិនស្អែកឯងរកនឹកឃើញគំនិតថ្មីចាំមកប្រោះអញផងអញ្ចឹងនិយាយគ្នារួចពួកគេក៏បំបែកគ្នាពេលអាផ្លយដើរត្រឡប់ទៅផ្ទះវិញបាត់អាម៉ាប់ក៏អង្គុយនិយាយតែម្នាក់ឯងថាហើយគួរឲ្យស្ដាយណាស់អស់ទាំងសាច់ហើយត្រូវបរាជ័យទៀតឲ្យអាផ្លយសើចចំអកបានតើគួរធ្វើយ៉ាងណាទៅណោះបើសម្រាប់អាបីសាច់នោះបានពេលនោះឪពុកអូនតីនឹងលោកកូនគាត់ឲ្យជាមិនខានឡើយគ្រាន់តែអង្គុយគិតក៏សប្បាយម្យ៉ាងដែរលុះដល់ព្រឹកឡើងអាផ្លយក៏មកដល់ផ្ទះរបស់អាម៉ាប់អើយអាម៉ាប់វាតនាបាត់ហើយបានជាមិនឃើញនៅផ្ទះអញ្ចឹងអញនៅទីនេះហើយរកនឹកឃើញរឿងទៅកំចាត់បិសាចហើយមែនអញនឹងមិនតាន់ឃើញនោះទេតែអញមកនេះមានរឿងមួយចង់មកប្រាប់ឯងរឿងអីគេឯងនិយាយមកអញចាំស្ដាប់ឯងបានឮថានៅភូមិក្បែរជើងភ្នំមួយមានពូម្នាក់ណាគាត់ពូកែខ្លាំងណាស់ភូមិណាវិញទៅហើយគាត់ខ្លាំងពូកែយ៉ាងម៉េចវិញគាត់មានឈ្មោះថាពូសនហើយអញបានឮថាគាត់បានសម្លាប់ខ្លាមួយក្បាលទៀតផងតែនោះគឺជាខ្លាធម្មតានោះទេអីដែលយើងចង់កំចាត់នេះវាគឺជាបិសាចតើគាត់មិនអាចមកកំចាត់បិសាចបានទៅឯងយល់ខុសហើយមិនមែនខ្លាធម្មតាទេអញបានឮមកថាខ្លាដែលគាត់សម្លាប់នោះគឺជាខ្លារបស់យាយធ្មប់ទៀតផងគ្រាប់ធម្មតាបាញ់ខ្លានោះមិនមុតនោះទេបើអញ្ចឹងមែនយើងនឹងមានសង្ឃឹមឡើងវិញហើយចឹងតើយើងគួរទៅរកគាត់នៅកន្លែងណាទៅកុំបារម្ភអីមិនអីនោះទេអញស្គាល់ផ្លូវទៅភូមិនោះនៅមិនឆ្ងាយពីភូមិយើងនោះឡើយអញ្ចឹងយើងទៅអញ្ជើញគាត់ឲ្យមកកំចាត់អបិសាចនេះទៅមែនហើយយើងមានតែទៅពឹងគាត់តែប៉ុណ្ណោះបានអាចដោះស្រាយរឿងនេះចេញបានអញ្ចឹងយើងទៅឥឡូវហ្មងទៅល្អអញ្ចឹងយើងនាំគ្នាទៅឥឡូវហ្នឹងហ្មងទៅពេលនោះពួកគេក៏បាននាំគ្នាធ្វើដំណើរទៅផ្ទះរបស់ពូសនដែលនៅភូមិមួយទៀតនឹងមានផ្ទះរបស់ពូសនហ្នឹងឯងជាផ្ទះរបស់គាត់នោះយើងចំណាំច្បាស់ណាស់សួស្ដីលោកពូ
តើប្អូនទាំងពីរជាអ្នកភូមិណាបានជាខ្ញុំមិនដែលឃើញមុខអញ្ចឹងបាទលោកពូពួកខ្ញុំនៅភូមិចិត្តនេះដែរទេខ្ញុំមកនេះគឺខ្ញុំមករកលោកពូនឹងណាតើប្អូនទាំងពីរមករកខ្ញុំមានការអ្វីណាមែនបាទលោកពូមួយរយៈមុនខ្ញុំបានលើកថាលោកពូជាអ្នកសម្លាប់ខ្លាធ្មប់មួយក្បាលមែនទេលោកពូមែនហើយជាខ្ញុំនេះហើយតើប្អូនទាំងពីរមានអ្វីមែនទេមិនមានអ្វីទេពូនៅភូមិរបស់ពួកខ្ញុំគឺមានបិសាចមួយក្បាលហ្នឹងណាវាសម្លាប់មនុស្សអស់ជាច្រើនណាស់មកហើយខ្ញុំមកនេះចង់ពឹងលោកពូឲ្យទៅសម្លាប់វាហ្នឹងណាខ្ញុំមិនពូកែទៅថ្នាក់ហ្នឹងទេថ្ងៃដែលខ្ញុំសម្លាប់ខ្លាធ្មប់នោះគឺជាថ្ងៃសំណាងរបស់ខ្ញុំបើឲ្យខ្ញុំទៅសម្លាប់បិសាចខ្ញុំមិនមានសមត្ថភាពនោះទេមិនអីនោះទេពូបិសាចនោះវាមិនសូវខ្លាំងនោះឡើយហើយយើងទៅនៅមានគ្នាច្រើនទេណាពូចុះបើវាមិនសូវខ្លាំងពូលោកប្អូននឹងសម្លាប់វាដោយខ្លួនឯងតែម្ដងទៅពួកខ្ញុំក៏ធ្លាប់សាកល្បងជាច្រើនណាស់មកហើយជួយពួកខ្ញុំម្ដងទៅលោកពូចាត់ទុកថាជួយអ្នកភូមិរបស់ខ្ញុំដែរមិនអីនោះទេបានជាប្អូនទាំងពីរមកពឹងខ្ញុំដល់ផ្ទះទៅហើយខ្ញុំនឹងសាកល្បងវាអញ្ចឹងល្អណាស់ពូតែខ្ញុំមិនប្រកាសថាអាចសម្លាប់វាបាននោះទេអញ្ចឹងខ្ញុំទៅផ្ទះមិត្តភ័ក្តិរបស់ខ្ញុំមួយផ្លែសិនខ្ញុំទៅពិភាក្សាជាមួយវាពួកប្អូនទាំងពីរនៅទីនេះសិនហើយបាទលោកពូអញ្ចឹងលោកពូទៅផ្ទះមិត្តភ័ក្តិរបស់លោកពូសិនចុះមកខ្ញុំនៅរងចាំលោកពូនៅទីនេះអញ្ចឹងពួកប្អូននៅទីនេះសិនហើយណាចាំខ្ញុំទៅហៅមិត្តខ្ញុំមកបានជាគ្នាពេលនោះពូសនបានដើរទៅផ្ទះមិត្តភ័ក្តិរបស់គាត់គឺពូលុញពេលទៅដល់អលុញអើលុញឯនៅផ្ទះឬអត់នឹងយើងនៅផ្ទះតើហើយមានការអីដែរបានមកដល់ផ្ទះយើងថ្ងៃនេះអូយើងមានរឿងចង់និយាយជាមួយឯងបន្តិចហើយវាជារឿងអ្វីដែរឯងនិយាយមកយើងចាំស្ដាប់ថ្ងៃនេះមានប្អូនប្រុសពីរនាក់គេបានមកផ្ទះរបស់យើងគេថាគេនៅភូមិចិត្តនឹងដែរទេហើយវាយ៉ាងម៉េចវិញគេបានមកពឹងយើងនឹងណាគេថានៅភូមិរបស់គេមានបិសាចមួយក្បាលសម្លាប់មនុស្សអស់ជាច្រើនណាស់គេមកពឹងយើងឲ្យទៅសម្លាប់បិសាចនោះអូចឹងទេអីចុះឯងមិនទៅជួយគ្នាបន្តិចទៅមករកយើងធ្វើអ្វីដែរមើលឯងនិយាយទៅយើងមករកឯងហ្នឹងឲ្យទៅជាមួយយើងបានជាគ្នាហ្នឹងណាអូចឹងទេអីមិនអីទេអញ្ចឹងហើយឯងទៅថ្ងៃហ្នឹងមែននឹងហើយយើងគិតថានឹងទៅថ្ងៃហ្នឹងណាខ្លាចបិសាចនោះវាបង្ករឿងសម្លាប់មនុស្សកាន់តែច្រើនជាងនឹងល្អហើយអញ្ចឹងយើងទៅរៀបចំឲ្យផ្លែសិនពេលនោះពូលុញក៏បានទៅរៀបចំអីវ៉ាន់និងប្រាប់ប្រពន្ធរបស់គាត់ពេលធ្វើរួចហើយគាត់ក៏នាំគ្នាទៅផ្ទះរបស់ពូសននេះជាពួកគេនឹងហើយដែលមកពឹងយើងនោះសួស្ដីលោកពូបាទមិនអីទេបងនិយាយចឹងអាសនហើយមានយកក្រអគុំទៅឬអត់ប្រយ័ត្នបាញ់វាមិនមុតដូចខ្លាធ្មប់នោះណាយើងបានត្រៀមរួចអស់ហើយសម្រាប់ពួកប្រភេទនេះតតែប្រើក្រអគុំបានសម្រាប់ពួកវាបានចឹងយើងចេញដំណើរតែម្ដងទៅបាទលោកពូមកតាមពួកខ្ញុំមកពេលនោះពួកគេក៏បាននាំពូសននិងពូលុញទៅភូមិរបស់គេដើម្បីកម្ចាត់បិសាចនោះមិនយូរមិនឆាប់នោះទេពួកគេក៏បានដើរទៅកន្លែងបិសាចនោះរស់នៅពេលទៅដល់អាយ៉ាថ្ងៃនេះជាថ្ងៃអ្វីទៅបានជួយមានមនុស្សមកធ្វើជាចំណីរបស់យើងច្រើនម្ល៉េះមិនបាច់ឆ្ងល់នោះទេថ្ងៃនេះជាថ្ងៃអវសានរបស់ឯងហើយអាបិសាចហោះថាម៉េចជាថ្ងៃអវសានរបស់យើងពួកឯងមកនេះគឺចង់មកសម្លាប់យើងមែនទេមែនហើយពួកយើងមកនេះគឺមកសម្លាប់ឯងនឹងហើយហោះពួកឯងមានសង្ឃឹមប៉ុន្មាន%ថាអាចសម្លាប់យើងបាននោះសម្លាប់ឯងមិនចាំបាច់ប្រើ%នេះទេល្អនិយាយមកល្អអផ្លយឯងសម្លាប់មនុស្សច្រើនមកហើយល្មមឈប់ទៅកុំធ្វើបែបនេះទៀតអីវានាំទៅធ្វើឲ្យឯងមានបាបកម្មកាន់តែច្រើននោះទេហោះឯងមកសម្លាប់យើងឬក៏មកប្រដៅយើងមើលទៅវាមិនស្ដាប់យើងនោះទេចាត់ការវាតែម្ដងទៅអាសនអញ្ចឹងពួកឯងរកកន្លែងលាក់ខ្លួនសិនទៅទុកឲ្យខ្ញុំនៅតែម្នាក់ឯងបានហើយល្អឯងប្រយ័ត្នខ្លួនផងណាពេលនោះពួកគេក៏នាំគ្នារកកន្លែងពួននៅតែពូសនម្នាក់ឯងតែប៉ុណ្ណោះបិសាចក៏ចាប់ផ្ដើមវាប្រហារលើពូសនតែគាត់ក៏បានគេចផុតពេលនោះគាត់ក៏បានបាញ់មួយគ្រាប់វាដែរតែវាមិនអីនោះទេវាក៏និយាយឡើងមកថាឯងកុំសង្ឃឹមថានឹងសម្លាប់យើងបានឲ្យសោះហោះ
ពួកគេបានប្រយុទ្ធគ្នាអស់រយៈពេលជាយូរស្រាប់តែពេលនោះពូសនក៏លើកកំភ្លើងបាញ់មួយគ្រាប់ចុងក្រោយក៏ស្រាប់តែត្រូវកណ្ដាលក្បាលរបស់គេធ្វើឲ្យបិសាចនោះដេកស្លាប់មួយកន្លែងតែម្ដងយើងមិនចង់សម្លាប់ឯងនោះទេតែបើមិនសម្លាប់ឯងនោះឯងនៅតែបន្តសម្លាប់អ្នកភូមិដែលដើរឆ្លងកាត់នៅទីនេះលោកពូពិតជាអស្ចារ្យខ្លាំងណាស់ទីបំផុតសម្លាប់វាបានជោគជ័យហើយឥឡូវបងប្អូនគួរធ្វើយ៉ាងណាបន្តទៀតពួកខ្ញុំនឹងយកអាបិសាចនេះចូលទៅក្នុងភូមិឲ្យអ្នកភូមិរបស់ខ្ញុំបានឃើញថាពេលនេះបិសាចនេះវាបានងាប់បាត់ទៅហើយខ្ញុំគិតថាមិនល្អទេដឹងក្រែងលោកអ្នកភូមិគេភ័យខ្លាចណាស់មិនអីទេលោកពូទុកចិត្តលើពួកខ្ញុំចុះអញ្ចឹងស្រេចទៅលើប្អូនទាំងពីរហើយអញ្ចឹងពេលនោះពួកគេក៏បានយកបិសាចនោះចូលទៅក្នុងភូមិអ្នកភូមិក៏បាននាំគ្នាមកមើលគ្រប់គ្នាមានទាំងឪពុកអូនតីនិងអូនតីផងដែរឥឡូវអាបិសាចនេះវាបានស្លាប់ហើយចាប់ពីថ្ងៃនេះទៅអ្នកភូមិរបស់យើងរស់នៅលែងមានការភ័យខ្លាចទៀតហើយពិតជាល្អណាស់អ្នកភូមិយើងបានសុខហើយអញ្ចឹងពួកឯងធ្វើយ៉ាងណាទើបសម្លាប់វាបានពួកខ្ញុំមិនបានសម្លាប់នោះទេគឺជាពូខាងនេះដែលគាត់ជាអ្នកសម្លាប់នោះពីមុនពួកខ្ញុំក៏បានរៀបគម្រោងសម្លាប់វាម្ដងដែរតែមិនបានជោគជ័យកុំនិយាយអញ្ចឹងអីពួកប្អូនទាំងពីរក៏បានចូលរួមសម្លាប់វាជាមួយគ្នាដែរយើងមិននឹកស្មានថាពីរអ្នកឯងបានចេះគិតដល់អ្នកភូមិរបស់យើងសោះវាបានសម្លាប់អ្នកភូមិយើងអស់ច្រើនណាស់មកហើយយើងត្រូវតែសម្លាប់វាចោលអញ្ចឹងឲ្យលោកពូឲ្យយើងសុំទោសពួកឯងទាំងពីរផងដែលពីមុនពួកយើងតែងតែមើលពួកឯងនៅក្នុងផ្លូវអាក្រក់មិនអីទេលោកពូនេះក៏ដើម្បីអ្នកភូមិរបស់យើងរស់នៅឲ្យបានសុខសប្បាយដែរឥឡូវយើងចង់ប៉ះពាល់កំហុសរបស់យើងបានដឹងថាឯងបានលួចស្រឡាញ់កូនស្រីយើងជាយូរណាស់មកហើយតើមែនទេបានលោកពូវាបានប្រាប់ខ្ញុំថាវាលួចស្រឡាញ់កូនលោកពូយូរណាស់មកហើយណែមិនអីនោះទេឥឡូវនេះទុកថាជាការប៉ះពាល់របស់យើងទៅយើងនឹងលើកកូនស្រីរបស់យើងឲ្យទៅឯងថាម៉េចពិតមែនអីលោកពូអត់ផ្លោយពេលនេះយើងបានរៀបការជាមួយអន្តីហើយខ្ញុំសូមអរគុណលោកពូទាំងពីរហើយដែលបានសម្លាប់អបិសាចនេះអញ្ចឹងលោកពូកុំតន់ឲ្យទៅភូមិអីនៅទីនេះដើម្បីចូលរួមមង្គលការរបស់ខ្ញុំនិងអូនតីសិនទៅរួចហើយចាំពួកខ្ញុំជូនដំណើរលោកពូទៅភូមិវិញល្អអញ្ចឹងពួកខ្ញុំទាំងពីរមិនគួរសមនោះទេណាខ្ញុំនឹងនៅចូលរួមមង្គលការរបស់ពួកប្អូន